សាច់រឿងចាប់ផ្ដើមឡើងវិញជាមួយការប្រែប្រួលចិត្តគំនិតរបស់ស៊ូធានក្រោយពីបានដេញតាមឆាន់ខៃជីមួយរយៈមកនាងបានដឹងថាអារម្មណ៍ដែលនាងមានចំពោះគេគ្រាន់តែជាការកោតសរសើរមិនមែនជាស្នេហាឡើយនាងបានសារភាពប្រាប់ឆាន់ខេជាត្រង់ថាមនុស្សដែលនាងស្រឡាញ់ពិតប្រាកដគឺគូមីងដែលជាមិត្តជិតស្និទ្ធតាំងពីតូចរបស់នាងបេសកកម្មសារភាពស្នេហ៍ស៊ូធានបានសម្រេចចិត្តធ្វើរឿងដ៏ក្លាហានមួយគឺធ្វើដំណើរទៅទីក្រុងខាងត្បូងដើម្បីទៅរកកាមេងដល់ផ្ទះនាងបានត្រៀមកលំហាត់ពិសេសមួយដែលមានចម្លើយបង្កប់ន័យថាលេខ520មានន័យថាខ្ញុំស្រឡាញ់អ្នកដើម្បីសុំចម្លើយបញ្ជាក់ចិត្តពីកាមេងនាងចង់ប្រាប់គេថានាងចង់ស្រឡាញ់គេរៀងរហូតជាអកុសលនៅពេលទៅដល់ផ្ទះកាមេងនាងមិនបានជួបគេឡើយតែបែរជាជួបក្មេងស្រីម្នាក់ទៀតដែលជាសិស្សពូកែរៀនជាមួយកាមេងក្មេងស្រីម្នាក់នោះបានបង្កើតការយល់ច្រឡំដ៏ធំដោយប្រាប់ស៊ូធានថាក្នុងកែវភ្នែកកាមេងនាងត្រឹមតែជាកប្អូនស្រីក៏ប៉ុណ្ណោះយកចំណេះដឹងមកមើលងាយស៊ូធានដោយប្រាប់ថាចម្លើយលំហាត់520នោះគឺខុសទាំងស្រុងផ្ដួលស៊ូធានដោយពាក្យសម្ដីថានាងគ្រាន់តែជាមនុស្សដែលគិតតែម្នាក់ឯងស៊ូធានដែលកំពុងតែមានសង្ឃឹមពេញបេះដូងបែរជាត្រូវធ្លាក់ក្នុងរណ្ដៅនៃការឈឺចាប់និងភាពអាម៉ាស់នាងគិតថាកាមេងក្បត់ទំនុកចិត្តនាងនឹងយកនាងទៅនិយាយដើមប្រាប់ស្រីផ្សេងនាងបានខកទៅកាមេងទាំងទឹកភ្នែកហើយស្រែកថាកាត់កាលគ្នាក្នុងពេលជាមួយគ្នាកាមេងដែលកំពុងរវល់រៀបចំឯកសារប្រហែលជាដើម្បីត្រឡប់មកជួបនាងវិញក៏បានបដិសេធការណាត់ជួបរបស់នាងដោយមិនដឹងខ្លួនដែលធ្វើឲ្យស៊ូធានកាន់តែជឿជាក់ថាគេពិតជាបោះបង់នាងចោលមែនវិបដិសារីដែលមិនអាចបកក្រោយបញ្ចប់ដោយភាពឯកោរបស់ស៊ូធានហើយដឹងថាទោះបីជាពិភពលោកមានមនុស្សច្រើនយ៉ាងណាក៏គ្មានអ្នកណាអាចជំនួសកាមេងបានដែរប៉ុន្តែក្នុងពេលនេះនាងបានជ្រើសរើសការដើរចេញទាំងការយល់ច្រឡំដែលធ្វើឲ្យអ្នកមើលមានអារម្មណ៍អាណិតនិងចង់ដឹងថាតើកាមេងអាចបកស្រាយការពិតនិងតាមរកនាងឃើញវិញដែរឬទេភាពជូរចត់នៃស្នេហាដែលបានបាត់បង់បុរសម្នាក់បាននិយាយទៅកាន់ឆាន់ខេជីងទាំងវិបដិសារីថារូបគេបានខំប្រឹងរៀនញ៉ាំហេះតាមនាងណាស់ប៉ុន្តែទោះជាយ៉ាងណាក៏រូបគេនៅតែមិនអាចទម្លាប់ជាមួយវាបានដែរពាក្យគឺសុំទោសត្រូវបានពន្លឺចេញមកប៉ុន្តែសម្រាប់ខេជីងវាគឺជាពាក្យដែលនាងមិនចង់ឬបំផុតនាងបានវិញយ៉ាងត្រជាក់ស្រេងថាបើមានតែពាក្យសុំទោសក៏មិនបាច់ហាមាត់និយាយចេញមកដែរបើទោះជាយ៉ាងនេះក្តីបុរសម្នាក់នោះនៅតែសារភាពថារូបគេនៅតែនឹកនាងខ្លាំងណាស់នៅក្នុងភាពច្របូកច្របល់នៃអារម្មណ៍ខេជីងបានព្យាយាមរើបំរាស់ចេញពីការចាប់ទាញនៅពេលត្រូវបានសួរថានាងចង់ទៅណានាងក៏ឆ្លើយទាំងអារម្មណ៍មុំម៉ៅថានាងចង់ទៅក៏សាក់រូបកាលពីមុនម្នាក់នោះតែងតែបង្ខំឲ្យនាងធ្វើជាក្មេងស្រីរៀបសារប៉ុន្តែលើកនេះនាងសុំបះបរំដងនាងសម្រេចចិត្តសាក់រូបនៅត្រង់ចង្កេះដើម្បីបញ្ឈប់ភាពជាក្មេងស្រីម្នាក់នោះបុរសដែលនៅក្បែរនាងហាក់យល់ថាទង្វើនេះគឺជាការសងសឹកចំពោះការដែលគេទើបតែបដិសេធនាងប៉ុន្តែសម្រាប់នាងវាមិនមែនជារឿងសាមញ្ញបែបនោះទេនាងហាក់ចង់បង្ហាញថានាងលែងខ្វល់ខ្វាយពីខ្សែភ្នែកអ្នកដទៃទៀតហើយភាគទី3ការរងចាំដែលគ្មានថ្ងៃកំណត់នៅក្នុងបរិយាកាសដ៏តានតឹងម្នាក់ទៀតបានព្យាយាមលួងលោមនាងថាការដែលមិនអាចបំភ្លេចនរណាម្នាក់បានវាមិនមែនជារឿងខុសឆ្គងធំដុំនោះទេគេបានសន្យាថានឹងរងចាំនាងទោះបីជាត្រូវចំណាយពេល1ឆ្នាំ2ឆ្នាំឬច្រើនឆ្នាំរហូតដល់ចាស់ជរាក៏ដោយគេបាននិយាយក្នុងន័យលើកទឹកចិត្តថាមិនអីទេអ្នកចាំចំណែកអ្នកខ្ញុំចាំចំណែកខ្ញុំយើងបែកផ្លូវគ្នាដើររៀងខ្លួនប៉ុន្តែគង់តែមានថ្ងៃដែលយើងជួបគ្នាម្ដងទៀតឡើយបន្ទាប់មកសាច់រឿងបានបដូរទៅកាន់ការជែកគ្នាអំពីការធ្វើដំណើរទៅកាន់ទីក្រុងណែនឆៅមានការសាកសួរនិងការប្រចាំកើតឡើងជុំវិញស្រីម្នាក់ឈ្មោះខៃមែននៃបុរសម្នាក់នោះបានពន្យល់ថាមែននៃគ្រាន់តែជាមិត្តរួមថ្នាក់ប៉ុណ្ណោះហើយថ្ងៃដែលនាងទៅផ្ទះគេគឺដោយសារគ្រូប្រាឲ្យទៅយកឯកសារសំខាន់ពេលដែលគេមិននៅគេបានអង្វរខេជីងថាគុំទាន់អស់សង្ឃឹមលើរូបគេហើយសូមឱកាសម្ដងទៀតខេជីងបានវិញយ៉ាងខ្លីថាចាំមើលការសម្ដែងរបស់អ្នកសិនទៅភាគទី5វត្តមានរបស់អ្នកទី3និងលបែងចិត្តសាស្ត្រសកម្មភាពបន្ទាប់មកទៀតគឺការចូលមកជ្រៀតជ្រែករបស់ស្រីម្នាក់ទៀតដែលព្យាយាមយកចិត្តប្បងប្រុសយូរដោយការធ្វើនំឲ្យញ៉ាំទោះបីជាគេប្រាប់ថាគេមិនចូលចិត្តញ៉ាំផ្អែមក៏នាងនៅតែទូចឲ្យគេសាកដែរមិនតែប៉ុណ្ណោះនាងថែមទាំងធ្វើពុតជាមុនដៃមុនជើងបើកដបទឹកមិនរួចដើម្បីឲ្យយូជួយនិងសុំឲ្យគេបង្រៀនអ្វីផ្សេងទៀតដល់នាងនៅក្នុងសង្វៀនប្រដាល់ភាពច្របូកច្របល់បានឈានដល់ចំណុចកំពូលនៅពេលដែលខេជីងឃើញយូនិងអ្នកផ្សេងអោបគ្នាក្នុងពេលប្រកួតបន្ទាប់មកមានការសារភាពមួយថាខេជីងត្រូវបានគេប្រើប្រាស់ធ្វើជាឧបករណ៍ដើម្បីធ្វើឲ្យកាមេងប្រច័ណ្ឌប៉ុន្តែអ្វីដែលគួរឲ្យអាសូរបំផុតនោះគឺចម្លើយរបស់ភាគីម្ខាងទៀតដែលថាទោះបីជាដឹងថាត្រូវបានបោកប្រាស់ក៏ខ្ញុំនៅតែសុខចិត្តឲ្យអ្នកប្រើប្រាស់ដែរព្រោះក្រៅពីកាមេងអ្នកគឺជាជម្រើសទី1ក្នុងជីវិតរបស់ខ្ញុំ
ពន្លឺព្រះអាទិត្យនាពេលរសៀលបានជិះមកលើផ្ទៃទឹកក្នុងអាងហែទឹកចែងចាំងដោយក្របពេជ្រប៉ុន្តែសម្រាប់ឆេនជាយីងបរិយាកាសនេះមិនបាននាំមកនៅភាពស្រស់ស្រាយឡើយនៅចំពោះមុខនាងក្មេងស្រីម្នាក់កំពុងព្យាយាមប្រើរពាផ្អែមល្ហែមសម្ដែងភាពស្និទ្ធស្នាលយ៉ាងខុសប្លែកជាមួយបងប្រុសក៏របស់នាងបងប្រុសរសៀលនេះទៅហែទឹកជាមួយខ្ញុំបានទេសំឡេងតូចឆ្មាបន្លឺឡើងយ៉ាងស្រទន់ហាក់ចង់សាកល្បងចិត្តជាយើងឈោមើលទាំងក្តៅក្រហាយក្នុងចិត្តនាងសម្លឹងទៅបុរសដែលនៅចំពោះមុខរួចពន្លឺពាក្យបញ្ជាទាំងអារម្មណ៍ច្រណែនថាខឺយេសេអ្នកត្រូវតែបដិសេធនាងភ្លាមពាក្យថាវខូយេសេគឺឬក៏ក្មេងល្ងងក៏ដែលនាងប្រើហៅគេគឺជាឈ្មោះក្រៅដែលមានតែនាងម្នាក់គត់ដែលអាចហៅបានគ្រាន់តែបែបនេះបុរសម្នាក់នោះក៏យល់ព្រមតាមចិត្តនាងភ្លាមធ្វើឲ្យយាយលួចញឹមក្នុងចិត្តថាគេនៅតែផ្ដល់អាទិភាពដល់នាងលើសអ្នកណាទាំងអស់ប៉ុន្តែភាពរីករាយនោះមានត្រឹមតែមួយព្រិចភ្នែកនៅពេលពួកគេមកដល់មាត់អាងហែទឹកមុខរបស់កបងប្រុសដែលធ្លាប់តែរឹងមាំក៏ប្រែជាស្លេកស្លាំងញើសត្រជាក់ចាប់ដើមហូរស្រក់តាមថ្ងាសគេចាប់ដៃយាយយ៉ាងជាប់រួចនិយាយទាំងដង្ហើមញាប់ថាយាយជួយគ្រាខ្ញុំចេញពីទីនេះទៅឲ្យឆ្ងាយពីអាងទឹកនេះតាមដែលអាចធ្វើទៅបាននេះបងខ្លាចទឹកមែនទេជាយើងសួរទាំងភិតភ័យព្រោះនាងមិនដែលដឹងថាបុរសដែលហាក់ដូចជាមិនខ្លាចអ្វីសោះបែរជាញ័ររន្ធត់នៅចំពោះមុខផ្ទៃទឹកដ៏ស្ងប់ស្ងាត់បែបនេះមានសម្លេងមួយព្យាយាមលើកទឹកចិត្តឲ្យគេប្រឈមមុខនឹងវាយើងត្រូវតែយកឈ្នះភាពភ័យខ្លាចបើមិនប្រឹងវាយទឹកបើមិនប្រឹងរៀនអន្តែទេយើងនឹងលិចចុះទៅក្នុងស្រមោលខ្មៅនោះរហូតហើយប៉ុន្តែភ្លាមនោះសម្លេងតវ៉ាមួយទៀតក៏បន្លឺឡើងយ៉ាងខ្លាំងក្នុងន័យព្រមានថាការធ្វើបែបនេះគឺកំពុងសម្លាប់មនុស្សទាំងរស់អ្នកមិនយល់ទេការដែលគេខ្លាចទឹកវាមិនមែនជារឿងធម្មតាឡើយឲ្យតែគេប៉ះទឹកវានឹងបង្កើតជាប្រតិកម្មផ្លូវចិត្តដ៏អាក្រក់បំផុតបើនៅតែបង្ខំគេនឹងត្រូវតាមលងបន្លាចដោយសុបិនអាក្រក់ចាប់ផ្ដើមគ្រុនក្តៅខ្លាំងឬអាចឈានដល់ការធ្វើបាបខ្លួនឯងទៀតផងឆាប់នាំគេចេញទៅឲ្យឆ្ងាយជាយើងកាន់តែតក់ស្លុតនៅពេលដឹងថាពីក្រោយភាពភ័យខ្លាចចំពោះទឹកនេះមានអាចកំបាំងឬវិបដិសារីដ៏ធំធេងដែលកំពុងលាក់កំបាំងនាងគ្រាបុរសម្នាក់នោះចេញទៅទាំងអារម្មណ៍ច្របូកច្របល់តើមានរឿងអ្វីបានកើតឡើងចំពោះគេក្នុងអតីតកាលហើយតើយាយយើងអាចជួយគេឲ្យញើបចេញពីស្រមោលដ៏ខ្មៅងឹតនេះបានដោយរបៀបណា